សួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Timothy Cambodia ថ្ងៃនេះខ្ញុំមានវីដេអូមួយចង់ចែករំលែកទៅអ្នកទាំងអស់គ្នាគឺការប្រើប្រាស់ format cell អញ្ចឹងformat cell គឺជួយយើងបានច្រើននៅក្នុង Excel អញ្ចឹងធ្វើឲ្យ data របស់យើងមើលទៅវាមានថាសកម្មភាពអូខេតោះឥឡូវយើងទៅមើលវីដេអូទាំងអស់គ្នាអញ្ចឹងថ្ងៃនេះខ្ញុំលើកឧទាហរណ៍មក3ប៉ុន្តែវាមានច្រើនណាស់អញ្ចឹងខ្ញុំលើកមក3សិនបង្ហាញអ្នកទាំងអស់គ្នាអញ្ចឹងទី1គឺខ្ញុំប្រើប្រាស់ទៅលើ LinkedIn Zero អញ្ចឹងឧទាហរណ៍នេះគឺខ្ញុំចង់បង្ហាញទៅយើងកន្លែងនេះអញ្ចឹងអ្វីដែលកន្លែង column មួយនេះដែលខ្ញុំកំពុងតែ select នេះអញ្ចឹងខ្ញុំចង់ធ្វើមិនឲ្យ column មួយហ្នឹងគឺវាចេញលេខ4ខ្ទង់តែម្ដងអញ្ចឹងណាទោះតែយើងវាយតែលេខ1ក៏វាឲ្យចេញ001ដែរអញ្ចឹងណាព្រោះយើងជាធម្មតាពេលដែលយើងវាយលេខ0ពីមុខគឺវាអត់មានតម្លៃគឺវាអត់ចេញឲ្យទេប៉ុន្តែយើងចង់ឲ្យវាចេញធ្វើមិនឲ្យវាស្អាតអញ្ចឹងណាអញ្ចឹងឲ្យវាចេញ4ស្មើគ្នាបើវា2ខ្ទង់វាសល់តែ0ទេអញ្ចឹងឥឡូវយើងសាកដាក់មើលអញ្ចឹងគឺវាមានតម្លៃតែមួយទេអញ្ចឹងណាអូខេតោះឥឡូវយើងទៅអនុវត្តទាំងអស់គ្នាដើម្បីបានលទ្ធផលដែលយើងចង់បានអូខេអញ្ចឹងយើងមកមើលខាងនេះអ្វីដែលយើងត្រូវធ្វើអញ្ចឹងខ្ញុំ select លើអ្វីដែលយើងចង់ធ្វើការ format អញ្ចឹងខ្ញុំ select លើ column ដែលខ្ញុំចង់ធ្វើការ format បន្ទាប់មកគឺខ្ញុំចុចមកត្រង់នេះឬក៏គ្នាយើងអាចចុច shortcut control លេខ1ក៏បានដែរអញ្ចឹងខ្ញុំ click មកកន្លែងនេះអញ្ចឹងបន្ទាប់មកគឺខ្ញុំចូលមកកន្លែង custom នេះអូខេអញ្ចឹងកន្លែង custom នេះអញ្ចឹងខ្ញុំវាយនឹងតម្លៃលេខកន្លែងនេះចូលអញ្ចឹងគឺខ្ញុំវាយ0 4ដងដោយសារខ្ញុំចង់បាន4ខ្ទង់អញ្ចឹងគឺ0នោះគឺវាទទួលជាលេខបើវាអត់មានលេខគឺវាបង្ហាញ0តែម្ដងអូខេបន្ទាប់មកខ្ញុំចុចអូខេនេះអញ្ចឹងគឺជាលទ្ធផលដែលយើងទទួលបានគឺវាបានទម្រង់បែបនេះគឺជាអ្វីដែលយើងចង់បានហើយអូខេអញ្ចឹងគឺវាចេញ4ខ្ទង់ទាំងអស់តើយើងមានតែ1ខ្ទង់ប៉ុន្តែខ្វះមកគឺវាបន្ថែមលេខ0ហើយអូខេអញ្ចឹងមួយទៀតខ្ញុំចង់បង្ហាញគឺយើងដែរតាក់ទងនឹង phone number អញ្ចឹងពេលខ្លះគ្នាយើងចង់ដាក់លេខ0ពីមុខដើម្បីមើលទៅឲ្យវាស្អាតអញ្ចឹងណាបើយើងអត់ធ្វើការ format ទេគឺវាអត់ចេញលេខ0ទេយើងដឹងហើយគឺតម្លៃជា number គឺ0នេះគឺមានតម្លៃទេអញ្ចឹងវាអត់បង្ហាញទេប៉ុន្តែបើវានៅក្រោយគេអាហ្នឹងបានវាសូមមកអូខេអញ្ចឹងឥឡូវយើងទៅ format ទៅលើកន្លែង column number អញ្ចឹងយើងអាចអនុវត្តនៅខាងនេះអញ្ចឹងខ្ញុំ select លើអ្វីដែលខ្ញុំចង់ format អញ្ចឹងខ្ញុំចុច control លេខ1អូខេអញ្ចឹងយើងចូលមក custom បន្ទាប់មកកន្លែង tab នេះកន្លែង general នេះយើងដូរទៅជាយើងបើក double quote មកលេខ0មួយមកដើម្បីយើងថាចង់បានដាក់0ពីមុខអាហ្នឹងគឺជា text អញ្ចឹងយើងបើក double quote វិញបន្ទាប់មកយើងដាក់លេខ0មកអូខេអញ្ចឹងខ្ញុំចុចអូខេតោះឥឡូវខ្ញុំសាកវាយលេខទូរស័ព្ទថា0 12 22 33 44 55ទៅខ្ញុំចេះតែវាយណាអូខេនេះអញ្ចឹងគឺវាបង្ហាញជាតម្លៃលេខ0នៅពីមុខហើយប៉ុន្តែលេខវាគឺតែប៉ុណ្្នេះទេអញ្ចឹងឧទាហរណ៍ខ្ញុំបង្ហាញគ្នាជាកន្លែងនេះខ្ញុំតបបាន format អីណាខ្ញុំសាក0 12 33 44 55អញ្ចឹងវាលេខ0នោះច្បាស់ជាបានហើយមើលឃើញអត់វាសល់តែត្រឹមលេខ1ទៅទេអញ្ចឹងអានេះខ្ញុំសាកមួយទៀត096អញ្ចឹងទៅ44 88 77អូខេអញ្ចឹងគឺវារក្សាតម្លៃលេខ0ធ្វើឲ្យវាមានសកម្មភាពអញ្ចឹងមើលទៅវាសាអូខេតោះមួយទៀតគឺខ្ញុំចង់បង្ហាញគ្នាយើងដាក់កន្លែងនេះដែរ8 855នេះអញ្ចឹងណាអញ្ចឹងយើងអាចធ្វើបានដែរអញ្ចឹងឥឡូវយើងមកអនុវត្តនៅ column មួយនេះអញ្ចឹងយើងចូលទៅ control លេខ1ដែរមកចូល custom បន្ទាប់មកយើងបើក double quote បន្ទាប់មកយើងបើកវងកញ្ចក់យើងវាយ855មក855បើកវងកញ្ចក់វិញបើក double quote បន្ទាប់មកយើងដាក់លេខ0ព្រោះលេខ0ដើម្បីទទួលតម្លៃដែលយើងបានបោះឲ្យវាជាលេខហ្នឹងអញ្ចឹងណាអូខេអញ្ចឹងខ្ញុំចុចអូខេបន្ទាប់មកគឺខ្ញុំវាយតែ096អញ្ចឹងទៅ998877អូខេនេះអញ្ចឹងវានឹងបង្ហាញ855ឲ្យយើងអញ្ចឹងអូខេអញ្ចឹងនេះខ្ញុំអាច012 33 44 55អូខេនេះអញ្ចឹងគឺយើងអាចមើលទៅវាស្អាតអញ្ចឹងណាអូខេអញ្ចឹងយើងទៅឧទាហរណ៍បន្តទៀតគឺតាក់ទងនឹងតិចអញ្ចឹងកន្លែងនេះយើងមានជាលុយដុល្លារបន្ទាប់មកខ្ញុំចង់ convert ខ្ញុំចង់បំលែងវាទៅជាលុយខ្មែរអញ្ចឹងconvert តម្លៃពីដុល្លារទៅខ្មែរគឺយើងមានត្រូវមានមេគុណណាគឺ1ដុល្លារស្មើប្រមាណលុយ1ដុល្លារស្មើនឹងប្រមាណរៀលលុយខ្មែរទៅអញ្ចឹងនេះឧទាហរណ៍គឺ4100អញ្ចឹងណាអូខេអញ្ចឹងខ្ញុំចង់យកកន្លែងហ្នឹងគុណដែរចង់យកតម្លៃហ្នឹងគឺគុណប៉ុន្តែយើងដឹងហើយតាក់ទងនឹងចេញជារូបរាងបែបនេះ1ដុល្លារស្មើ4100រៀលអញ្ចឹងយើងមើលទៅវាជាប្រភេទតិចអញ្ចឹងយើងប្រភេទតិចគឺអាចយកទៅ calculate បាននេះអញ្ចឹងឧទាហរណ៍នេះយើងមើលកន្លែងនេះឃើញវាតម្លៃទេតោះឥឡូវយើងសាកទៅគុណមើលខ្ញុំយកប៉ុណ្នេះយកទៅគុណនឹងតម្លៃមួយនេះអញ្ចឹងច្បាស់ជា 100% គឺ error នេះឃើញអត់វា error ដោយសារអានេះគឺជាតិចអញ្ចឹងអត់អាចយកទៅកណនាបានទេអញ្ចឹងណាអូខេអញ្ចឹងតើយើងដាក់វាតម្លៃជាលេខបានអាចធ្វើការកណនាបានឧទាហរណ៍ខ្ញុំវាយ4100តោះឥឡូវខ្ញុំសាកគុណភាសាទៀតអញ្ចឹងគឺ4000គុណឲ្យនេះអូខេអញ្ចឹងនេះបានវាជាគុណបានតែនេះ format ជាលុយខ្មែរណាឥឡូវខ្ញុំដាក់ number ធម្មតាបានហើយកុំឲ្យគ្នាយើងគិតថាជាលុយដុល្លារអូខេ
ចឹងគឺវាគុណបានដោយសារវាជាតម្លៃលេខប៉ុន្តែយើងដាក់ 4000 នេះមើលទៅវាអត់ស្អាតណាចឹងអ្វីដែលយើងចង់បានគឺជាទម្រង់បែបនេះប៉ុន្តែអាចគុណបានចឹងយើងអាចធ្វើការ format បានអូខេចឹងឥឡូវយើងមកធ្វើនៅកន្លែងនេះចុះឬក៏យើងអាចធ្វើនៅកន្លែងដែលយើងកំពុងតែយកឧទាហរណ៍នេះម្ដងចឹងខ្ញុំសូម highlight វាតិចដើម្បីឲ្យយើងស្រួលមើលចឹងកន្លែងនេះខ្ញុំធ្វើម៉េចឲ្យចេញជាទម្រង់បែបនេះចឹងគឺខ្ញុំអាច select លើវាបន្ទាប់មកខ្ញុំចូល control លេខ1ដែរដើម្បីចូលទៅ format cell ហ្នឹងយើងរៀនចុច shortcut ទៅវាស្រួលអញ្ចឹងយើង select មក custom បន្ទាប់មកកន្លែងនេះអញ្ចឹងជាដំបូងយើងចង់ឲ្យឃើញនេះជា$1ស្មើអញ្ចឹងណាអញ្ចឹងគឺអាហ្នឹងគឺជាតិចអញ្ចឹងណាអញ្ចឹងយើងអាចដាក់នៅក្នុង double quote គឺ1 USD ស្មើបន្ទាប់មកយើងបិទវិញអញ្ចឹងណាបិទវិញអញ្ចឹងយើងគ្រាន់តែមើលនេះកន្លែង sample នេះវាចេញ1 USD ហើយអញ្ចឹងណាបន្ទាប់មកវានឹងទទួលតម្លៃយើងដាក់លេខ0មួយមកបន្ទាប់មកយើងចង់បានអក្សរ O មួយទៀតអញ្ចឹងអក្សរ O នេះយើងចង់ដក clear យើងបើយើងអត់ដក clear ទេយើងដាក់ចូលតែម្ដងបើដក clear យើងដក clear តិចមកអញ្ចឹងណាឥឡូវខ្ញុំអត់ដក clear ទេអក្សរ O ខ្ញុំបិទវងចោលវិញអញ្ចឹងអូខេអញ្ចឹងខ្ញុំតាប៉ុណ្ណឹងមកអូខេប្រយោជន៍អញ្ចឹងគឺវាដូររូបរាងភ្លាមដូររូបរាងទៅជា$1ស្មើនឹង4100ប៉ុន្តែតម្លៃវាជាក់ស្ដែងគឺតែ4000ទេ4100ទេអញ្ចឹងប៉ុន្តែអ្វីដែលយើងសូននេះគឺឃើញវាស្អាតអញ្ចឹងណាវាស្អាតឃើញ$1ស្មើប៉ុណ្ណឹងយើងមើលទៅវានេះចុះឧទាហរណ៍$1ស្មើ4300អញ្ចឹងទៅអូខេខ្ញុំបាយមកនេះឃើញវាជារូបរាងហើយអ្វីដែលយើងយកមកគុណគឺវា calculate បានដោយសារវាជា number អូខេអាហ្នឹងគឺយើង format ជា text អានេះគឺដូចខ្ញុំនិយាយអញ្ចឹងគឺការធ្វើ format cell ធ្វើឲ្យ data យើងមើលទៅវាមានសោភ័ណភាពអញ្ចឹងណាអូខេតោះឥឡូវយើងទៅមកចំណុចទៀតអញ្ចឹងឥឡូវខ្ញុំតទៅនឹង date វិញ format date អញ្ចឹងគ្នាយើងក៏អាចនឹងប្រើច្រើនដែរអញ្ចឹង date ក៏វាមាន format វាមកស្រាប់ដែរប៉ុន្តែអ្វីដែលខ្ញុំចង់បង្ហាញគ្នាយើងគឺទៅលើការ customize អញ្ចឹងទៅលើការ customize អញ្ចឹងឥឡូវយើងទៅ select date ដែលវាមានស្រាប់អូខេអញ្ចឹងយើងចូលមក format cell យើងដែរយើង select date នេះគឺជា date ដែលវាមានស្រាប់ពី Microsoft អូខេអញ្ចឹងយើងមើលទម្រង់ពេលខ្លះទម្រង់ទាំងអស់ហ្នឹងគឺវាអត់អ្វីដែលយើងចង់បាននេះឧទាហរណ៍ខ្ញុំដាក់មួយចាស់អូខេខ្ញុំដាក់នេះចាស់នេះឃើញវាចេញទម្រង់បែបនេះអូខេប៉ុន្តែពេលខ្លះគឺយើងអត់ចង់បានជាទម្រង់បែបហ្នឹងទេយើងអាចបានចង់នេះជាទម្រង់បែបនេះទម្រង់ផ្សេងៗដែលវាអត់មាននៅក្នុងហ្នឹងអូខេតោះឥឡូវយើងចូលទៅសាក customize ទាំងអស់គ្នាអញ្ចឹងយើងអាចចូលទៅ format cell យើងចូលទៅ custom អូខេអញ្ចឹងខ្ញុំអាច select កន្លែងនេះអញ្ចឹងអ្វីដែលខ្ញុំចង់បង្ហាញគ្នាយើងកន្លែង customize ហ្នឹងហើយអញ្ចឹងឥឡូវខ្ញុំសូមបញ្ជាក់យើងគ្នាយើងអញ្ចឹងគឺទី1ថ្ងៃខែវាមានថ្ងៃមានខែមានឆ្នាំអញ្ចឹងទាំងអស់ហ្នឹងវាមានតំណាងអក្សរផងវាសម្រាប់ថ្ងៃគឺតំណាងដោយអក្សរ D ប្រសិនបើយើងដាក់អក្សរ D តែមួយគឺវាចេញតែមួយខ្ទង់ឯងដូចថ្ងៃ1គឺវាចេញតែលេខ1ទេប៉ុន្តែបើថ្ងៃ12វាចេញ12អញ្ចឹងទៅប៉ុន្តែមើលទៅវាអត់ស្អាតទេប៉ុន្តែបើយើងដាក់ D2 គឺថ្ងៃ1ក៏វាចេញ01ថ្ងៃ2ក៏ចេញ02ដែរថ្ងៃ12វាចេញ12អញ្ចឹងទៅអញ្ចឹងណាអញ្ចឹងធ្វើឲ្យវាមើលទៅវាស្អាតហើយបើយើងចង់ចេញថ្ងៃឲ្យចេញជាថ្ងៃពេញតែម្ដងដូច Sunday ដូច Monday អញ្ចឹងយើងត្រូវដាក់ D4 អក្សរ D4 ណាអញ្ចឹងដាក់ជាប់គ្នាទៅគឺវាចេញថ្ងៃពេញតែម្ដងបន្ទាប់មកទៀតគឺខែគឺតំណាងដោយអក្សរ M អញ្ចឹងក៏ដូចមិនខុសពី day ដែរទេអញ្ចឹងបើយើងដាក់1វាចេញបើខែ1វាចេញ1ទៅខែ12វាចេញ12ទៅប៉ុន្តែបើយើងដាក់ M2 គឺវាចេញថ្ងៃខែ1វាចេញ01អញ្ចឹងទៅអញ្ចឹងធ្វើឲ្យវាស្អាតវាថាវាស្មើគ្នាទាំងអស់អញ្ចឹងណាប៉ុន្តែបើយើងដាក់ដល់ M3 អក្សរ M3 អញ្ចឹងអក្សរ M3 គឺវាចេញខែ3អក្សរអញ្ចឹងចេញ3អក្សរជូនអញ្ចឹងទៅគឺ May អញ្ចឹងទៅ MAY អញ្ចឹងទៅអញ្ចឹងគឺសំខាន់វាចេញ3អក្សរបើយើងដាក់3វាចេញ3អក្សរដំបូងអញ្ចឹងណាប្រសិនបើគ្នាយើងឲ្យចង់ឲ្យវាចេញពេញគឺយើងដាក់ M4 ដាក់អក្សរ M4 ជាប់គ្នាទៅគឺវាចេញខែពេញហើយអញ្ចឹងវាចេញឈ្មោះពេញតែម្ដងបន្តមកទៀតគឺ Y គឺតំណាងឲ្យឆ្នាំអញ្ចឹងប្រសិនបើយើងដាក់ Y 2ដងគឺវាចេញឆ្នាំកតុយដូច2026គឺវាចេញ26អញ្ចឹងតែយើងអាចដាក់1បានទេគឺយើងត្រូវតែដាក់2ហើយក៏អាចដាក់3បានដែរគឺតើតែដាក់4អញ្ចឹងបើយើងដាក់2គឺវាចេញកតុយ26បើឆ្នាំ2026តែបើយើងដាក់4វាចេញតែម្ដងគឺ2026អូខេតោះឥឡូវយើងទៅសាកទាំងអស់គ្នាឥឡូវនេះខ្ញុំសូមដាក់ D 2ដង M 2ដងបន្ទាប់មក Y 4ដងចោះអូខេនេះអញ្ចឹងគឺវាចេញមកទម្រង់បែបនេះអូខេអញ្ចឹងគឺខែថ្ងៃ1ក៏វាចេញ01ដែរខែ8ក៏វាចេញ03ដែរអញ្ចឹងណាអញ្ចឹងមើលទៅវាស្មើស្អាតតែម្ដងអូខេឥឡូវយើងចូលទៅសាកតេស្តទៅលើ MRD4 បន្ទាប់មកអាចដាក់ដល់ M3 ចោះឲ្យវាថ្ងៃខែវាចេញ3អញ្ចឹងក៏យើងអាចមើលទម្រង់ជា sample នេះបានដែរនេះគឺវាបង្ហាញយើងដែរអញ្ចឹងបង្ហាញយើងដែរអញ្ចឹងខ្ញុំចុចអូខេមកនេះអញ្ចឹងវាចេញទម្រង់បែបនេះហើយយើងនិយាយទៅក៏យើងស្គាល់តែប៉ុណ្្នឹងទៅ DMY ហ្នឹងយើងចង់បានទម្រង់បែបណាក៏បានដែរជាបញ្ហាទេជួនកាលយើងដាក់ Friday បន្ទាប់មកយើងចង់ដាក់0102ទៀតក៏បានដែរឧទាហរណ៍ចឹងអញ្ចឹងខ្ញុំដាក់ថ្ងៃពេញហើយប៉ុន្តែខ្ញុំចង់ដាក់ D 2ដងទៀតឲ្យវាចេញជាថ្ងៃទៀតអញ្ចឹងទៅជាលេខទៀតនេះឃើញអត់បានអត់
ចឹងអត់ជាបញ្ហាទេឲ្យតែយើងស្គាល់តែ3អក្សរហ្នឹងចឹងយើងចេះប្រើវាយើងចង់ត្រឡប់ត្រឡឹងទៅណាក៏បានជាបញ្ហាទេអូខេចឹងដូចជាវែងដែរហើយប៉ុន្តែសម្រាប់ format cell វាមានច្រើនជាងនេះទៀតចឹងចាំខ្ញុំធ្វើវីដេអូបន្តទៀតសម្រាប់វីដេអូហ្នឹងគឺខ្ញុំសូមបញ្ចប់ត្រឹមនឹងសិនដោយសារវាវែងដែរហើយអូខេចឹងបើគ្នាយើងមានចម្ងល់អីអាច comment នៅខាងក្រោមវីដេអូបានអូខេយើងនឹងជួបគ្នានៅវីដេអូក្រោយៗទៀតបាយបាយ